បងប្អូននេះគឺមានវិធីធ្វើដំណាប់ស្វាយបាទបងប្អូនបាទមុនដំបូងមកយើងត្រូវចិតវាស្អាតបាទស្វាយហ្នឹងនេះគឺស្វាយនេះស្វាយខ្ទិះណែចិនបាទព្រោះទុំលឿនពេកទៅហូបមិនទាំងខ្ញុំបានយកធ្វើផែនស្វាយបាទខ្ញុំបានត្រឹមជំនួយការប៉ុនខ្ញុំទេសម្រាប់ថតកាមេរ៉ាប៉ុនខ្ញុំគេនេះដែលធ្វើផែនហ្នឹងហើយចាប់ដើមកោហើយដាក់រងាស់វាងើសស្វាយនឹងងើសវាឲ្យស្ងួតទឹកអស់រហូតស្ងួតហើយយើងមើលទៅរៀងស្ងួតហើយយើងក៏បានយកស្វាយហ្នឹងយកមកដាក់លើថាសប៉ាតវាស្ដើងបាទប៉ាតវាស្ដើងដាក់បានច្រើនថាសដែរមើលទៅបាទហើយនៅមានវិធីមួយទៀតគឺយកសំបកណែមដាក់នៅត្រាប់នឹងបាត់ថាសនេះគឺជាផែនស្វាយសំបកណែមម៉ូដថ្មីបាទសម្រាប់ចែកជូនបងប្អូនមើលហើយនឹងយកទៅអនុវត្តតាមថាតើហូបទៅឆ្ងាញ់ឬបែបណាបាទនេះជាស្នាដៃថ្មីបាទសម្រាប់បងប្អូនមើលហើយសម្រាប់ពួកខ្ញុំរៀនសូត្រពីប៉ុនខ្ញុំដែរបាទអរគុណច្រើនបងប្អូនបាទជម្រាបលាអូបងប្អូនផ្លេចមួយទៀតបាទស្វាយហ្នឹងធ្វើតាំងក្បាលល្ងាចរហូតដល់ម៉ោង1យប់មិនបានរួចរាល់បាទហើយយើងលាបប៉ាត់នៅលើថាសស្អាតរួចហើយយើងត្រូវយកវាទៅហាលវាស្ងួតឲ្យក្រៀមទើបអាចយើងយកមកបរិភោគបានមិនមែនយកទៅប៉ាត់លើថាសភ្លាមយើងមកហូបភ្លាមបានទេបាទហូបបានដែរក៏តែវាលក្ខណៈមិនសូវឆ្ងាញ់បាទបើទុកឲ្យក្រៀមទៅយើងបកមកយកមកហូបមកនៅលក្ខណៈជាផែនស្វាយជាតំណាប់ស្វាយសម្រាប់យើងហូបលាងមាត់ក្រោយបាយក្រោយទឹកអីហ្នឹងបងប្អូនបាទសម្រាប់ចាស់ក៏ត្រូវដែរបាទក្មេងៗក៏ត្រូវដែរត្រូវទាំងអស់បាទចឹងអរគុណច្រើនបងប្អូនជម្រាបលា